បងប្អូនទីតាំងទ្វារទីតាំងពងអួយនៅក្នុងគេឋានរបស់យើងគឺប្រៀបដូចជាស៊ូតសម្រាប់ដកដង្ហើមអញ្ចឹងបើសិនជាកាលណាដែលយើងបិទទៅគឺច្បាស់ណាស់ប្រកាសជាអត់មានខ្យល់បរិសុទ្ធពីខាងក្រៅចេញចូលបានទេដែលធ្វើឲ្យហប់តែម្ដងហើយបើសិនជាយើងបើកគឺមានបញ្ហាមួយគឺបញ្ហាសត្វល្អិតចូលពិសេសតែម្ដងគឺជាសត្វមូសអញ្ចឹងជាដំណោះស្រាយពុកម៉ែបងប្អូនគ្នាក៏បីគួរតឡើងប្រភេទសណាញ់ការពារមូសនៅតាមទីតាំងទ្វារនៅតាមទីតាំងពងអួយដើម្បីការពារជាមួយនឹងសត្វល្អិតមូសចូលមករំខានទៅលើការរស់នៅរបស់យើងឬក៏ចូលមកខំសមាជិកគ្រួសាររបស់យើងដែលវាអាចបង្កទៅជាជំងឺគ្រោះថ្នាក់ផ្សេងផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអរគ្នាដែលកំពុងតែត្រូវការទៅលើសណាញ់ការពារមូសអាចពិចារណាទៅលើសណាញ់ការពារមូសរបស់កវ៉ាន់យើងបានជាប្រភេទសំណាញ់ដែលមានគ្រោងលំញោម2ជាន់សាច់សណាញ់ជាប្រភេទសារធាតុ polyester គឺជាសារធាតុមួយប្រភេទដែលមិនប៉ះពាល់ដល់សុខភាពមិនមានក្លិនហើយនឹងមិនដុះផ្សិតផងដែរហើយចំពោះសំណាញ់នេះគឺខ្យល់ចេញចូលបានរហូតដល់ 60% ការពារជាមួយនឹងសត្វល្អិតមូសរុយកឡាតការពារជាមួយនឹងពន្លឺ UV នឹងបាន 50% បន្ថែមទៀតផងដែរហើយបើសិនជាប្រើរយៈពេលយូរឆ្នាំទៅមានទលីដីសត្វល្អិតក៏យើងមានសេវាកម្មលាងសម្អាតជូនផងដែរហើយចំពោះអាយុកាលនៃការប្រើប្រាស់នៃសណាញ់នេះគឺអាចប្រើបានចន្លោះពី15ឆ្នាំឡើងទៅផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនក្នុងគ្នាដែលមានតម្រូវការតឡើងសណាញ់ការពារមូសបែបនេះនៅតាមទីតាំងទ្វារនៅតាមទីតាំងពងអួយអាចសាកសួរព័ត៌មានបន្ថែមខាងកវ៉ាន់យើងបានបាទសូមអរគុណ